បាទថ្ងៃនេះចង់បំភ្លឺទៅអាភ្លើផៃវណ្ណៈទៅអាកងងដែលវាចោតប្រកាន់ដែលវាដេះដៀលមករាជរដ្ឋាភិបាលឯករាជ្យ23តុលាដែលមានលោកប្រធានសំរងស៊ីជាប្រមុខអ្នកដឹកនាំវាចោទថារាល់សកម្មភាពរបស់លោកប្រធានសំរងស៊ីគឺជាការឆបោកវាចោទប្រកាន់ថារាល់ទង្វើរបស់ក្រុមរដ្ឋាភិបាលឯករាជ្យ23តុលាគ្រាន់តែជាសកម្មភាពដើរប្រមូលសំសម្បត្តិតែប៉ុណ្ណោះថ្ងៃនេះសច្ចបុណ្យខ្ញុំសូមបញ្ជាក់ទៅអាភ្លើអាល្ងងអាកងងអាកងៃងទាំងគួរកងៃងទាំងចិត្តកងៃងទាំងថ្លើមឲ្យច្បាស់ថារឿងស្រោមសម្បត្តិមានន័យថាជាថវិកាដែលចេញមកពីប្រជាពលរដ្ឋខ្មែរដែលមានការឈឺចាប់ដែលមានការខឹងសម្បាទៅលើរបបទីក្រុងភ្នំពេញដែលធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះរងទុក្ខរងទៅវេទនាដូច្នេះថវិកានេះដែលពួកគាត់បានញាត់ចូលស្រោមសម្បត្តិហើយដកចេញមកពីហោប៉ៅបញ្ជូនទៅឲ្យលោកសំរងស៊ីដើម្បីជាការតបស្នងសងគុណនិងគឺជាការដែលធ្វើឲ្យក្រុមរបស់លោកប្រធានសំរងស៊ីអាចបន្តសកម្មភាពដើម្បីស្វែងរកដំណោះស្រាយជួយស្រោចស្រង់ប្រទេសជាតិយើងបើប្រៀបធៀបនឹងករណីនេះវាគឺជាទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរមិនមានការឆបោកមិនមានការបន្លំឬមួយក៏គម្រាមកំហែងយកលុយពីប្រជាពលរដ្ឋដោយពួកអាឆ្កែបំរើគណៈបកប្រជាជនវាលើកឡើងទេបើប្រៀបធៀបនឹងការឆបោកនេះវិញយើងមើលទៅលើទង្វើរបស់របបទីក្រុងភ្នំពេញតើនិយមន័យបែបណារូបភាពបែបណាដែលគេហៅថាការឆបោកទី1ហ៊ុនសែនបានចូលមកដឹកនាំប្រទេសកម្ពុជាតាមរយៈយន្តបន្ទប់តែបែរទៅជានិយាយថាខ្លួនគឺជាអ្នកមករំដោះនោះគឺជាការឆបោកទី1ទី2ហ៊ុនសែនបានបំរើសេណារីយ៉ូរបស់យន្តហើយបានបំពេញនៅសន្ធិសញ្ញាបំពេញបន្ថែមធ្វើឲ្យបាត់ដែនកោះដែនគោកនិងទឹកដីតាមបន្ទាត់ព្រំដែនហើយបានកុហកប្រជាពលរដ្ឋថាមិនបានបាត់បង់ទឹកដីទេនេះគឺជាការឆបោកទី2ឆបោកទី3ហ៊ុនសែនគឺជាគណៈបកមួយដែលចាញ់ឆ្នោតហើយបានធ្វើសកម្មភាពដើម្បីកម្ចាត់ខ្មែរកំទេចខ្មែរឡើងបន្តកាន់អំណាចហើយអួតខ្លួនឯងកុហកប្រជាពលរដ្ឋថាខ្លួនបានឡើងកាន់អំណាចនេះដោយសារតែប្រជាពលរដ្ឋគ្រប់គ្រងនឹងបោះឆ្នោតឲ្យនោះគឺជាការកុហកទី3ការកុហកទី4រាល់អំពើពុករលួយកេងប្រវ័ញ្ចចិញ្ចក់ឈាមប្រជាជននិងលក់សម្បត្តិជាតិសពគ្រប់បែបយ៉ាងគឺតាមរយៈប្រើអំណាចរបស់ខ្លួនហើយកុហកប្រជាពលរដ្ឋថាគឺជាការអភិវឌ្ឍនោះគឺជាការបោកបញ្ឆោតទី4ការបោកបញ្ឆោតទី5ហ៊ុនសែនបានបង្កើតបរិវារដូចជាអង្គការគ្រូជោគជ័យឬមួយពួកមន្ត្រីមួយចំនួនធ្វើការកេងប្រវ័ញ្ចឆបបោកប្រជាពលរដ្ឋជាពិសេសពួកអង្គការបានប្លន់ដីប្រជាពលរដ្ឋយកទៅកសាងបូរីកសាងផ្ទះហើយមកដាក់លក់គ្មានប្លង់គ្មានផ្ទះប្រមូលលុយរាប់រយលានលុយនោះគឺយកទៅសោកប៉ាន់យកទៅកប់ចិត្តត្រកូលហ៊ុនហើយបែរជាមិនចាត់វិធានការដូចទៅវិញធ្វើឲ្យអ្នករងគ្រោះអ្នកបាត់បង់ជាប់គុកនិងខាត់បង់ទៅវិញនោះគឺជាការឆបោកទី5ការឆបោកទី6ហ៊ុនសែនបានធ្វើរឿងសពគ្រប់បែបយ៉ាងដូចជាពេជ្រជីកព្រុននតំបន់ត្រីកោណកោះកុដនិងរឿងចំនួនរវាងថៃហើយនិងខ្មែរគឺជាទំនាស់ផលប្រយោជន៍ដែលត្រកូលហ៊ុនបានធ្វើឲ្យកាត់ឡើងរវាង
ហើយនឹងសៀមហើយបានកុហកប្រជាពលរដ្ឋថាគឺជាការឈ្លានពានរបស់សៀមហើយគឺជាការដែលធ្វើឲ្យខ្មែរខាត់បងតែនេះគឺជាទង្វើដែលហ៊ុនសែនបានប្រព្រឹត្តនោះគឺជាការឈប់បោកទី6ស្អាតកងងអាប់លើហើយពិចារណាមើលតើទង្វើរបស់ហ៊ុនសែនអាចចាត់ទុកជាការឈប់បោកអាចចាត់ទុកជាការក្បត់ជាតិអាចចាត់ទុកថាជាការបំផ្លាញជាតិដែរទេបើប្រៀបធៀបទៅជាមួយនឹងទង្វើរបស់សំរងស៊ីដូច្នេះបើពួកឯងវានៅភ្លើទេវានៅតែល្ងងទេច្បាស់ណាស់ពួកឯងគឺជាពួកអាក្រមក្បត់ជាតិមហាជនខ្មែរទាំងក្នុងទាំងក្រៅប្រទេសនរណាក៏គេដឹងសន្តានរបស់ពួកឯងដែរនរណាក៏គេដឹងចរិតរបស់ពួកឯងដែរអញ្ចឹងហើយបានជាពួកឯងកាន់តែផ្ដាច់ការទៅដោយសារតែពួកគាត់មិនគ្រប់គ្រងបើប្រៀបធៀបជាមួយនឹងសំរងស៊ីបើគេយល់ថាសំរងស៊ីប្រមូលសុំស្រោមល្បិតដើម្បីផលប្រយោជន៍ច្បាស់ណាស់តាមសម្ដីរបស់ពួកឯងតាមការអំពាវនាវរបស់ពួកឯងសំរងស៊ីនឹងបាត់ការគ្រប់គ្រងនឹងបាត់ការជឿជាក់តែផ្ទុយទៅវិញរាល់សកម្មភាពសំរងស៊ីទៅកន្លែងណានៅតែមានការស្វាគមន៍នៅតែមានការគ្រប់គ្រងខុសគ្នាស្រឡះពីរបបទីក្រុងភ្នំពេញណាអាប់លើអាកងងអាប់ឯបឡាអាកងងតែខួសូមអរគុណនាំមកជូនដោយ SPN News នេះបានហៅថាមេដឹកនាំដេរឆានមេដឹកនាំផ្ដាច់ការមែនគ្រាន់តែយុវជនម្នាក់បញ្ចេញទស្សនៈតាមបណ្ដាញ Facebook ហើយចាត់ទុកថាជារឿងអស្ចារ្យជារឿងសំខាន់ជាងសៀមរាយបន្លាលួសសំខាន់ជាងសៀមឈ្លានពានទឹកដីខ្មែរសំខាន់ជាងសៀមចាប់រំលោភស្ត្រីខ្មែរសំខាន់ជាងសៀមបាញ់សម្លាប់កងទ័ពខ្មែរទង្វើដែលសៀមធ្វើនេះរបបទីក្រុងភ្នំពេញមិនចាត់វិធានការប្តឹងទៅតុលាការអន្តរជាតិ ICC តែបែរទៅជាចាត់វិធានការទៅលើយុវជនខ្មែរដែលហ៊ានបញ្ចេញមតិរិះគន់ដើម្បីឲ្យរបបទីក្រុងភ្នំពេញចាត់វិធានការនេះតែបែរជារបបទីក្រុងភ្នំពេញមិនចាត់វិធានការទៅលើសៀមបែរទៅជាចាត់វិធានការទៅលើយុវជនខ្មែរមែនអស្ចារ្យណាស់មេដឹកនាំផ្ដាច់ការអស្ចារ្យណាស់មេដឹកនាំដេរឆានហើយក៏ជាទង្វើដែលធ្វើឲ្យខ្មែរខ្មាស់លើឆាកអន្តរជាតិសូមបងប្អូនតាមដានទស្សនាការបកស្រាយនិងការលើកឡើងរបស់ប្អូនគុជសម្បូរដូចតទៅលិខិតតាមចាប់ខ្លួនខ្ញុំបានមកដល់ផ្ទះឪពុកម្ដាយខ្ញុំហើយតាមរយៈការផ្ញើចេញពីសាលាដំបងរាជធានីភ្នំពេញតាមរយៈលោកមីប៉ុសឃុំបឹងកន្ទួតស្រុកកកខេត្តពោធិ៍សាត់ដែលមានឈ្មោះថាលោកមៀតសុភ័ក្រសូមបញ្ជាក់ផងដែរថាលិខិតនោះគឺបានបញ្ជាក់ថាខ្ញុំមានទោសតាក់ទងនឹងការធ្វើឲ្យមានភាពវឹកវរដល់បញ្ហាសង្គមហើយមកដល់ពេលនេះគឺលិខិតនេះស្ថិតនៅក្នុងលោកមីប៉ុសហើយមិនអនុញ្ញាតឲ្យក្រុមគ្រួសាររបស់ខ្ញុំយកមកទះឬក៏ថតនោះទេហើយសូមបញ្ជាក់ផងដែរថាមួយថ្ងៃចុងក្រោយនេះគឺខាងលោកមីគុំបានអញ្ជើញម្ដាយខ្ញុំទៅផ្តិតមេដៃហើយមានការលក្ខខណ្ឌបែបណាខ្ញុំអត់ដឹងទេដោយសារលោកពុកអ្នកម្ដាយខ្ញុំបានទៅផ្តិតហើយប៉ុន្តែបញ្ជាក់ថាគាត់គឺជាអ្នកដែលអត់ចេះអក្សរនិងចេះអានអក្សរនោះទេអញ្ចឹងចំពោះលក្ខខណ្ឌឬក៏ប្រការណាមួយគឺគាត់មិនយល់ស៊ីជម្រៅនោះដែរហើយសូមបញ្ជាក់ពីចំហរបស់ខ្ញុំនិងក្រុមគ្រួសារគឺយើងបានផ្ដាច់តំណែងគ្នាចាប់តាំងពីថ្ងៃទី2ខែ2ឆ្នាំ2022មកម្លេះដោយសារខ្ញុំគឺបន្តសកម្មភាពនយោបាយគឺគាត់បានហាមប្រាមខ្ញុំហើយប៉ុន្តែខ្ញុំមិនបញ្ឈប់នៅសកម្មភាពរបស់ខ្ញុំទេអញ្ចឹងក៏គាត់បានកាត់ការខ្ញុំទ្រព្យសម្បត្តិរបស់គាត់ក៏គាត់អត់បានចែកមកខ្ញុំដែរហើយនៅក្នុងប្រទេសជប៉ុននេះខ្ញុំបានបញ្ជាក់នៅក្រសួងអន្តរវេសថាខ្ញុំអត់មានទ្រព្យសម្បត្តិនៅក្នុងស្រុកខ្មែរផងដែរហើយសូមបញ្ជាក់ផងដែរថាលោកមេប៉ុសនិងលោកមេឃុំបានបញ្ជាក់ថាខ្ញុំកំពុងតែអាចនឹងមានការចាប់ខ្លួនទៅក្នុងស្រុកខ្មែរឆាប់ដោយសារគេកំពុងតែមានតំណែងជាមួយស្ថានទូតនៅក្នុងប្រទេសជប៉ុននេះនឹងចាប់បញ្ជូនខ្ញុំនៅពេលឆាប់បើទោះយ៉ាងណាក៏ដោយមានការចាប់ខ្លួនបែបណាក៏ខ្ញុំមិនដឹងដែរក៏ប៉ុន្តែគាត់ជាការជូនដំណឹងមួយទៅកាន់បងប្អូនថាចំពោះពុកម្ដាយខ្ញុំគឺមកដល់ពេលនេះខ្ញុំអត់មានពាក់ពិននឹងគ្នាទេហើយចំពោះមានផែនការឬក៏មានចំណាត់ការបែបណាចំពោះក្រុមគ្រួសារខ្ញុំវាជាកំហុសរបស់អាជ្ញាធរនោះទេបើចង់ដឹងល្ងាចនេះខ្ញុំនឹងឡាយជូនបងប្អូនឲ្យកាន់តែច្បាស់នៅរឿងទាំងអស់នេះបាទសូមនាំមកជូនដោយ SPN News